បើសិនជាពុកម៉ែបងប្អូនចង់ចំត្រីអត់ដូរទឹកលក្ខណៈគ្រួសារដូចខ្ញុំអញ្ចឹងខ្ញុំអត់ណែនាំឲ្យពុកម៉ែបងប្អូនជីកដីឲ្យដាក់តង់ចំត្រីដូចខ្ញុំចេះទេដោយសារអីដោយសារវាមានផលលំបាកបូមអាចវាចេញឥឡូវខ្ញុំមកនិយាយឲ្យខ្ញុំជីកដាក់អញ្ចឹងដោយសារកន្លះខ្ញុំហ្នឹងវាមានកន្លុកស្រាប់អញ្ចឹងខ្ញុំខ្ជិលធ្វើអីច្រើនក៏ខ្ញុំយកតង់មកខ្ញុំដាក់ក្នុងហ្នឹងបណ្ដោយឥឡូវខ្ញុំនិយាយពីផលលំបាកដាក់អញ្ចេះម្ដងពេលយើងដាក់តង់កប់ដីអញ្ចេះផលលំបាកវាគឺបូមលិមួកត្រីចេញពីពុយនេះដោយសារអីនៅពេលដែលត្រីធំចេះខ្ញុំត្រូវការបូមមួយថ្ងៃខ្ញុំត្រូវការបូមលិមួកវាចេញពីពុយនេះម្ដងនៅពេលដែលខ្ញុំបូមខ្ញុំយកទៅយកមួយខ្ញុំចុះទៅក្រោមហើយខ្ញុំដាក់បូមចុះឡើងខ្ញុំងើបចុះងើបឡើងត្រង់តាវាអស់អញ្ចឹងវាចំណាយពេលច្រើនវាហត់ណាហើយណាមួយបើសិនជាអាដីកន្លែងនេះវាអត់ជ្រាបទឹកទៀតចប់បណ្ដោយអាហ្នឹងណាយើងពិបាកបូមណាអញ្ចឹងសរុបមកវិញបើសិនជាពុកម៉ែបងប្អូនចង់ចាំត្រីលក្ខណៈមិនបាច់ដូរទឹកលក្ខណៈគ្រួសារដូចខ្ញុំណាខ្ញុំណែនាំឲ្យពុកម៉ែបងប្អូនធ្វើអាងចាំត្រីបតានៅលើដីវិញតឹងអាងចក់តឹងអាងចាំត្រីជ្រុងតឹងចាំត្រីមូលយើងធ្វើនៅលើយើងធ្វើវាបតានៅលើដីទាំងអស់អញ្ចឹងពេលយើងធ្វើបតានៅលើដីអញ្ចឹងពុយសម្រាប់ដាក់លិមួកវានេះយើងដាក់បតានៅលើដីដែរអញ្ចឹងយើងធ្វើតែរមណេមួយមកយើងដាក់វាចោះរមណេនៅបាតពុយទៅពេលយើងចង់បហូរអីយើងគ្រាន់តែកាច់រមណេទៅហើយវាអត់ចំណាយពេលច្រើនដូចអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯង